បាទសួស្តីពុកម៉ែបងប្អូនបាទឥឡូវជួបជាមួយខ្ញុំបាទពូកយមនស្រែទៀតហើយបាទថ្ងៃនេះខ្ញុំបាទអត់បានថតពីសកម្មភាពធ្វើចំណីទេគឺខ្ញុំបាទមកថតកលែងដាក់ចំណីឲ្យមនស៊ីបដ ாய் តែខ្ញុំបាទនឹងរៀបរាប់បាទពីវិធីធ្វើចំណីចែកជូនពុកម៉ែបងប្អូនឲ្យបានដឹងក្នុងវីដេអូនេះបាទការធ្វើចំណីឲ្យមនស៊ីរបស់ខ្ញុំគឺបាទគឺខ្ញុំធ្វើចេញពីដើមចេកដើមតកួនយើងយកទៅកិនឲ្យម៉ត់ហើយយើងយកទៅលាយជាមួយកន្ទុកជាមួយកញ្ចុងអង្ករជាមួយស្រូវហើយនឹងយើងប្រើចំណីផ្សារដែរតែយើងប្រើតិចសម្រាប់ពុកម៉ែបងប្អូនដែលជួយចិត្តចិញ្ចឹមមនលក្ខណៈគ្រួសារបាទជាពិសេសបាទនៅតាមស្រុកត្រីជនបទគឺអត់ខ្វះទេដើមចេកដើមតកួនយើងកំចោលយើងយកមកហាន់បាទហើយនឹងបើសិនជាយើងអត់មានម៉ាស៊ីនកិនទេយើងចិញ្ច្រាំកាលពីមុនមកគឺខ្ញុំប្រើជាចិញ្ច្រាំទេមន់ខ្ញុំកាលហ្នឹងខ្ញុំចំបាទគឺច្រើនមែនទែនគឺ6-700ដែរខ្ញុំចិញ្ចឹមលក្ខណៈគ្រួសារតែខ្ញុំចិញ្ចឹមច្រើនហើយខ្ញុំធ្វើចំណីឲ្យស៊ីបែបនឹងរហូតបាទការធ្វើបែបនេះគឺទី1យើងអត់ចុះថវិកាទិញចំណីផ្សារច្រើនបើសិនតែយើងឲ្យស៊ីចំណីផ្សារច្រើនបើសិនជាមន់ខ្លះថ្លៃអីគឺយើងអត់សូវចំណេញតែបើយើងច្នៃបែបហ្នឹងគឺទោះបីជាមន់រៀនថ្លៃបន្តិចក៏នៅតែយើងចំណេញហើយការធ្វើចំណីបែបនេះគឺមន់របស់យើងវាមានសុខភាពល្អទៀតមិនថាមនុស្សមិនថាសត្វទេបើសិនជាយើងហូបរបស់គីមីច្រើនគឺបាទសុខភាពមិនសូវល្អទេបាទដល់ពេលយើងចេះច្នៃចំណីបែបធម្មជាតិឲ្យមន់ឲ្យអីស៊ីចឹងទៅគឺសុខភាពវាល្អហើយការចិញ្ចឹមមនលក្ខណៈគ្រួសារនេះបងពុកម៉ែបងប្អូនបាទក៏អាចជួយដោះស្រាយជីវភាពយើងបានខ្លះដែរបាទដូចខ្ញុំចិញ្ចឹមដោយសារបាទមួយរយៈនេះគឺភ្លៀងជោគចំពេកម្ល៉េះហើយបាទកូនមនរបស់យើងនឹងវាញាស់អត់សូវល្អខែភាសាចេះគឺយើងពិបាកថែមែនតែនតែមកខ្ញុំបានចាប់លុករាល់ខែបាទគឺក្នុងមួយខែខ្ញុំចាប់លុក2ដងបាទព្រឹកមិញចាប់លុកមួយសាដែរទៀតហើយឥឡូវឃើញលលុះអស់អាធំទៀតហើយនៅសល់ទីអាតូចទេចតុងទេបាទដោយសារមាននៅអាតូចច្រើនវាអត់តន់ធំយើងអត់តន់ទម្លាក់វាមកដីអញ្ចឹងយើងមន់របស់យើងគឺរៀងស្បើយទៅហើយដោយសារអីបាទគឺយើងចាប់លក់រហូតការពីខ្ញុំចិញ្ចឹមច្រើនពុកម៉ែបងប្អូនបាទគឺមន់របស់យើងនៅច្រើនក្នុងមួយខែយើងអាចលក់បាន50-60 ម៉ឺនបាទគឺយើងលក់បាទមួយខែ2ដងដើមខែចុងខែអញ្ចឹងទៅហើយការចិញ្ចឹមបាទដូចខ្ញុំបញ្ជាក់ក្នុងវីដេអូនេះអញ្ចឹងបើសិនជាពុកម៉ែបងប្អូនឲ្យស៊ីចំណីផ្សារសុទ្ធបាទក្នុងមួយពេលគឺយើងប្រើច្រើនឧបមាថាមន់យើងចិញ្ចឹមអានេះបញ្ជាក់បន្តិចបាទនេះគឺជាមន់ដែលខ្ញុំចិញ្ចឹមសម្រាប់លក់បាទចំណុចមេខ្ញុំដាក់ផ្សេងបាទគឺពុកម៉ែបងប្អូនបានឃើញហើយក្នុងវីដេអូខ្លះខ្ញុំធ្វើវីដេអូកន្លែងមេមន់បាទគឺខ្ញុំអត់អោយមកលក់ឡំជាមួយមន់ដែលយើងចិញ្ចឹមសម្រាប់លក់ទេគឺយើងដាក់អឺផ្សេងអញ្ចឹងទៅហើយការចិញ្ចឹមអញ្ចឹងដូចខ្ញុំបានរៀបរាប់អញ្ចឹងគឺបើសិនជាយើងអត់ចេះច្នៃចំណីឲ្យវាស៊ីទេយើងអត់សូវចំណេញទេបាទបើសិនជាយើងធ្វើបែបនេះបាទជាពិសេសដើមចេកដើមតកួននេះវាមានជាតិត្រជាក់ហើយដល់ពេលយើងយកមកលាយជាមួយកញ្ចុងអង្ករជាមួយស្រូវមានបាយកកបែបអីចឹងទៅយើងដាក់លាយវាស៊ីចឹងទៅវាមុខបន្តិចចឹងទៅគឺយើងបានចំណីច្រើនបើមិនតែយើងដាក់ចំណីសុទ្ធឲ្យវាស៊ីឧបមាថាមន់យើងមិនច្រើននេះពុកម៉ែបងប្អូននេះត្រឹម100ក៏យើងចុះថវិកាដែរហើយក្នុងមួយថ្ងៃយើងឲ្យវាស៊ី2ដងមកពេលព្រឹកពេលល្ងាចចឹងទៅគឺយើងចុះថវិកាមែនតែនបាទពេលយើងចេះច្នៃអញ្ចឹងក្នុងមកបេយើងទិញម្ដងមកបេឲ្យវាស៊ីមួយខែបាទបានអស់ការធ្វើបែបនេះគឺថាបានផលបាទអញ្ចឹងហើយក៏ខ្ញុំធ្វើជាវីដេអូចែករំលែកហើយពុកម៉ែបងប្អូនបានដឹងទាំងអស់គ្នាពីរបៀបធ្វើចំណីពីរបៀបចិញ្ចឹមបាទរបៀបថែទាំគឺក្នុងវីដេអូរបស់ខ្ញុំគឺមានច្រើនបាទតាំងពីខ្ញុំធ្វើវីដេអូតាំងពីហាន់ដើមជីកដើមតកួនក៏មានហើយធ្វើបាក់សាំងមន់ក៏មានហើយបញ្ជាក់បន្តិចបាទការចិញ្ចឹមរបស់ខ្ញុំបិទឲ្យខ្ញុំចិញ្ចឹមលក្ខណៈគ្រួសារមែនតែក៏ខ្ញុំធ្វើបាក់សាំងដែរបាទគឺយើងអត់ធ្វើបាក់សាំងអត់ល្អទេបាទហើយមន់អញ្ចឹងដែរបាទបើសិនជាយើងមានទ្រុងតូចសម្រាប់ដាក់ទេយើងកុំតន់អានលេងទម្លាក់វាមកដីជាពិសេសខែវស្សាអញ្ចឹងគឺយើងរៀងពិបាកថែបន្តិចបើសិនជាយើងទម្លាក់វាមកដីវាអាចប៉ះភ្លៀងប៉ះអីទៅវាអត់ដឹងរកកន្លែងជ្រោកឬក៏វាប៉ះភ្លៀងវាល្ងាវាអីទៅវាទៅជាឈ
thư tôi chiều ngọt với dân tàu và thà phân này hơi ắt ấy gì của mày ông ổn của mà thà bởi con điệp liêng mó của vi đăng rồi cả lên trâu cả lên ấy bao vi này vì đuổi mòn tôi thì chẳng hết bởi phân đi ai thế mòn dương trăm bàn bị bay buôn kham mấy tao và dụ với chắp bị bà mặc khe tăng tao đi còn mặc khe đọc ngày tới chúng phong tầm lạ với cái căn là o bà baสำหรับយើងជាកសិករបាទសិនជាតំណេយើងអាចឆ្លៀតចិញ្ចឹមមាន់ខ្លះចឹងទៅបាទទី1យើងចង់បរិភោគយើងមានមាន់ល្អយើងចិញ្ចឹមផ្ទាល់ដៃរបស់យើងបរិភោគយើងអត់ពិបាកយកថវិកាទៅទិញមាន់គេហើយទៅទិញហើយมันប្រកាសថាបានមាន់ល្អហូបដែរពុកម៉ែបងប្អូនហើយយើងចិញ្ចឹមរបស់យើងទៅយើងចង់បរិភោគជួបជុំមិត្តភ័ក្តិបងប្អូនគឺយើងមានមាន់របស់យើងទី2យើងក៏អាចដោះស្រាយបាទជីវភាពយើងអាចចាប់លក់បានថវិកាខ្លះដើម្បីដោះស្រាយជីវភាពយើងខ្លះដែរដូចសម្រាប់បាទបងប្អូនយើងជាពិសេសបាទនារីខ្លះទៅគាត់មានកូនតូចគាត់មានកូនច្រើនអត់មានអ្នកណាចាំផ្ទះក៏អត់អាចទៅធ្វើការឯណាបានបាទគឺយើងទៅធ្វើការបានទីស្វាមីអញ្ចឹងទៅគាត់មានពេលវេលាខ្លះទៅយើងចិញ្ចឹមមាន់លក្ខណៈគ្រួសាររបស់យើងទៅមេត្រឹម10 20អញ្ចឹងទៅបាទក៏វាអាចជួយដោះស្រាយជីវភាពយើងបានខ្លះដែរបាទហើយការដាក់ចំណីយ៉ាងដែរពុកម៉ែបងប្អូនយើងមានប្រទេសក្តារទូចអីទៅវាយជាស្នូកដាក់វាស៊ីចឹងទៅកុំឲ្យវាកកាយជ្រុះដីបើពេលយើងដាក់វាផ្ទាល់ដីចឹងទៅយើងដាក់ទៅវាប្រឡាក់ដីប្រឡាក់អីចឹងទៅឬក៏យើងក្រាលការ៉ុងក្រាលអីអុយស៊ីវាស៊ីដែរជួនកាលវាកកាយទៅវាជ្រុះអស់បើពេលយើងដាក់ជាស្នូកអញ្ចឹងពេលណាវាស៊ីអត់អស់ទៅវាកកាយអត់ធ្លាក់ទៅពេលណាតែវាចង់ស៊ីវាស៊ីទៀតទៅបាទគឺសត្វមាន់វាអត់ដឹងថាទុកស៊ីក្រោយទេវាស៊ីដឹងវាកកាយហើយបាទបើយើងមានស្នូកមាននេះដាក់ចឹងទៅវាស៊ីអត់អស់វាកកាយអត់កើតពេលក្រោយវាអាចស៊ីបានទៀត you
បាទវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំបាទក៏នឹងថតចែករំលែកពីរបៀបដាក់ចំណីឲ្យវាស៊ីហើយនឹងចែករំលែកពីបទពិសោធន៍ដែលខ្ញុំមានបន្តិចបន្តួចហ្នឹងទៅដល់ពុកម៉ែបងប្អូនឲ្យដឹងពីការច្នៃចំណីច្នៃបែបធម្មជាតិឲ្យវាស៊ីដើម្បីកុំឲ្យយើងចុះថវិកាទិញចំណីផ្សារច្រើនគឺមានតែប៉ុណ្្នឹងទេបាទរាល់កំហុសខុសឆ្គងខ្ញុំកាន់តែអធិស្ឋានផងពុកម៉ែបងប្អូនបាទគឺគោលបំណងរបស់ខ្ញុំអត់មានអីទេគឺចង់ទៅចែករំលែកទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងពីរបៀបបាទចិញ្ចឹមមាន់ទាំងអស់គ្នាបាទគឺខ្ញុំធ្លាប់ចិញ្ចឹមច្រើនឆ្នាំហើយខ្ញុំចិញ្ចឹមទៅបានបាទជោគជ័យអញ្ចឹងហើយក៏ខ្ញុំធ្វើទៅវីដេអូចែករំលែកទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងពីរបៀបចិញ្ចឹមមិនថាយើងចិញ្ចឹមតិចចិញ្ចឹមច្រើនទេបើមិនថាយើងអត់ដឹងពីរបៀបថែទាំវាក៏យើងចិញ្ចឹមទៅអត់បានផលល្អដែរបាទគឺយើងចិញ្ចឹមទៅបរាជ័យម្ដងពីរដងគឺយើងបាក់ទឹកចិត្តបាទអញ្ចឹងហើយបើមិនថាយើងដឹងពីវិធីថែទាំវាបាទទោះបីតែយើងចិញ្ចឹមមាន់យើងត្រឹមតែ20 30ក៏ចិញ្ចឹមទៅគង់វង្សយើងមានទឹកចិត្តបន្តចិញ្ចឹមកាន់តែច្រើនឡើងអញ្ចឹងទៅបាទបាទបើសិនតែពុកម៉ែបងប្អូនបានទស្សនាហើយបាទកុំភ្លេចបាទជួយចុចជាវឬសញ្ញារូបកណ្ដឹងជូនខ្ញុំបាទម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំមានទឹកចិត្តធ្វើវីដេអូចែករំលែកពីរបៀបចិញ្ចឹមមាន់លក្ខណៈគ្រួសារចែកជូនពុកម៉ែបងប្អូនបានដឹងទាំងអស់គ្នាបាទវីដេអូនឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណពុកម៉ែបងប្អូនសូមជម្រាបលាបាទ